ចេញពីវត្តពីព្រោះថាសាលាយើងគឺនៅវត្តអញ្ចឹងវត្តមានន័យថាយកសម្រាប់ទៅដាក់ក្នុងធុងសម្រាប់ឲ្យបានត្រឹមត្រូវហ្នឹងគឺយើងបានបន់ច្រើនរៀនបកែជាតិក្រោយយើងមានរូបសម្ផស្សស្អាតជាតិក្រោយគឺយើងមានសុខភាពល្អអត់ចេះឈឺអត់ចេះអីទាំងអស់ណាតោះនេះហើយបានកើតជាមនុស្សហើយបានកើតជាកូនអ្នកមានបានកើតជាកូនអ្នកមានហើយមានរូបសម្ផស្សស្អាតរៀនបកែហើយមានសុខភាពល្អយើងចង់បានអត់ប៉ុន្តែបើសិនអ្នកណាដែលយកសម្រាមពីខាងក្រៅហើយចូលមកក្នុងវត្តវិញកើតទៅជាអីគេគាត់ឃើញប្រែទេកូនមិនបាត់ថាមិនបានឃើញជាក់ស្ដែងមិនដែលកូនឃើញនៅខែបុណ្យជុំនេះឃើញគេសម្ដែងឲ្យយើងមើលទេបាទមុខប្រែគឺចឹងធ្លាប់ឃើញសត្វនេរិឆានអត់សត្វនេរិឆានមានអីខ្លះមានផ្កាយមានឆ្មាមានកណ្ដុរមានខ្លាមានឆ្មាមានពស់អាហ្នឹងគេហៅសត្វនេរិឆានអញ្ចឹងអ្នកណាដែលយកសម្រាមចូលជាតិក្រោយកើតទៅនរកប្រែនេរិឆានអសុរកាយហ្នឹងហើយកូនអីកូនអញ្ចឹងយើង